អូខេអញ្ចឹងជួបគ្នាថ្ងៃទី2ពាក់ព័ន្ធជាមួយនឹងការរៀនសម័យកាល differential អញ្ចឹងយើងដឹងហើយថ្ងៃទី1យើងរៀនអំពីសម័យកាល differential លំដាប់ទី1ហូហែដែលយើងមានជានិយមន័យមានជាការដោះស្រាយហូហែទាំងអស់នេះណាអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអាចយល់បានហើយចំពោះសម័យកាលដែលមានក្នុង dy នៅលើ dx ស្មើ fx បាទប៉ុន្តែថ្ងៃនេះយើងនឹងទៅមកជំហានទៀតពាក់ព័ន្ធជាមួយនឹងសម័យកាល differential លំដាប់ទី1ដដែលបាទក៏ប៉ុន្តែយើងឲ្យឈ្មោះវាថាជាសម័យកាល differential linear លំដាប់ទី1ដែលអាចញែកអថេរបានបាទដែលអាចញែកអថេរបានអញ្ចឹងវាបន្ថែមពាក្យថាញែកអថេរបានទៀតតែញែកអថេរនេះញែកអថេរយ៉ាងម៉េចដើម្បីឲ្យយើងដឹងថាតើវាញែកអថេរយ៉ាងម៉េចហើយអថេរនេះជាស្អីគេក៏យើងស្គាល់សិននៅក្នុងសម័យកាលហ្នឹងវាមានអថេរពីរវាមានអថេរទី1គឺអថេរ x អថេរទី2គឺអថេរ y x ហ្នឹងគឺជាអថេរឯករាជ្យអថេរមិនអាស្រ័យ independent variable អថេរហេតុណាបាទបើនិយាយពីសំណុំវាសំណុំដើមអញ្ចឹងណាដល់ពេល y គឺជាអថេរផលបាទអថេរផលមានន័យថាតោះតែមានហេតុมันវាមានផលតោះតែមាន x มันវាមាន y បើអត់មាន x ទេក៏វាអត់មាន y ដូចតែគ្នាហ្នឹងអញ្ចឹងណាយើងថាគ្រូនិយាយអញ្ចឹងមិនត្រូវចុះបើ x ស្មើ0នោះ y មិនត្រូវមានតម្លៃពេលយើងជួសទៅបើ x ស្មើ0មានន័យថាមិនមែនអត់ x ណាវាមានតែ x មានតែមានវា0តម្លៃវាស្មើ0វាមានអញ្ចឹងពាក្យថា0ហើយនឹងពាក្យថាអត់មានខុសគ្នាបាទនេះទៅញ៉ែកច្បាស់ណាបាទអូខេអញ្ចឹងយើងបេកមកវិញថាសម័យកាល differential លំដាប់linear លំដាប់ទី1ដែលអាចញែកអត្ថេរបានជាអីណាអញ្ចឹងសម័យកាលទាំងឡាយណាដែលឲ្យឈ្មោះថាជាសម័យកាល differential linear លំដាប់ទី1ដែលអាចញែកអត្ថេរបានគឺជាសម័យកាលដែលមានទម្រង់បែបនេះណែមានទម្រង់ GY មានន័យថាអនុគមមានន័យមានជាប់អថេរ y ហើយស្មើនឹង dy លើ dx ចឹង dy លើ dx នេះជួនកាលវាអាច replace ដោយ y' ក៏មានអញ្ចឹងណាស្មើជាមួយនឹង fx វិធីសាស្ត្រនៅក្នុងការដោះស្រាយណាអញ្ចឹងបន្ទាប់ពីយើងស្គាល់និយមន័យច្បាស់ហើយយើងត្រូវទៅដឹងអំពីវិធីសាស្ត្រនៅក្នុងការដោះស្រាយតើវិធីសាស្ត្រដោះស្រាយមិនដែរអញ្ចឹងនៅក្នុងចំណុចនេះប្រសិនបើយើងយល់អំពីអ្វីដែលខ្ញុំបាននិយាយកាលពីភាគ1ហើយមកដល់ភាគ2នេះវាអត់មានអីលំបាកសម្រាប់យើងទេអញ្ចឹងយើងគ្រាន់តែញែកទៅកន្លែងណា gy ដាក់ជាមួយនឹង dy ទៅបាទនេះសរសេរសមីការរៀង gy dy ស្មើនឹង fx dx អញ្ចឹងយើងកំពុងតែព្យាយាមញែកអថេរទាំងពីរគឺអថេរ y និងអថេរ x ញែកអថេរ y មកម្ខាងញែកអថេរ x ទៅម្ខាងអញ្ចឹងបានខ្ញុំតែងបញ្យល់ម្ដងគេថាយើងស្គាល់អីជាអថេរវាជារឿងសំខាន់ពីព្រោះបើយើងមិន classify អថេរឲ្យច្បាស់លាស់ទេយើងមិនដឹងញែកអថេរមិនទេបាទយើងមិនដឹងញែកអថេរមិនទេពេលដែលយើងមិនដឹងញែកអថេរយ៉ាងម៉េចពួកយើងមិនដឹងថាអថេរទាំងពីរនេះវាខុសគ្នាមិនផងអញ្ចឹងជាបញ្ហាយើងដោះស្រាយនេះអត់កើតទេបន្ទាប់ពីញែកអថេរបានហើយជំហានទី2គឺធ្វើអង្តិក្រាអង្គទាំងសងខាងបាទអង្តិក្រាអង្គទាំងសងខាងទៅនឹងឃើញចម្លើយតែម្ដងបាទនឹងឃើញចម្លើយតែម្ដងគាត់ថាចម្លើយវាពេលចុងក្រោយពេលខ្លះវាមិនមែនជាអនុគមងាយដោយអាមុនទេដោយអាមុនឃើញមកចម្លើយវាដឹងអា y ហើយ y ស្មើអានេះវាអាចជា y ការ៉េបូក y ស្មើស្អីស្អីអីជាអញ្ចឹងណាបាទអញ្ចឹងអានេះគឺជាអ្វីដែលយើងនឹងដើរទៅដល់វាហើយយើងនឹងរៀនបន្តិចម្ដងពីវាហើយខ្ញុំជឿជាក់ថាយើងអាចធ្វើបានអូខេសរុបមកវិញអត់តែឃើញសមីការទម្រង់ GY dy លើ dx ស្មើ fx អានឹងឲ្យឈ្មោះថាសមីការ differential linear លំដាប់ទី1ដែលអាចញែកអត្ថេរបានលំដាប់ទី1ដែលអាចញែកអត្ថេរបានមាន linear មានន័យថា degree របស់ y' ហ្នឹងណាវាអត់អាចលើសពី1បានទេអញ្ចឹងវាត្រូវតែ y' វាមិនអាច y' ការ៉េទេបើយើងហ្នឹង y' វាមិនអាច y' ហើយលើកជាការ៉េទៀតទេអត់ទេបាទអញ្ចឹង linear លំដាប់ទី1លំដាប់ទី1វាត្រូវតែបន្តមួយវាមិនអាចបន្តពីរទេវាមិនអាចទៅលំដាប់ពីរទេឃើញទេអថេរអញ្ញែកបានអថេរសម័យកាលខ្លះវាញែកអថេរបានសម័យកាលខ្លះញែកអថេរមិនបានទេអញ្ចឹងយើងនឹងទៅលំអិតពីរឿងហ្នឹងបាទអ่าមើលមកអញ្ចឹងខ្ញុំបញ្យល់ត្រួសហើយខ្ញុំមានចម្លើយវាមកហើយអញ្ចឹងថ្ងៃនេះខ្ញុំដោយសារខ្ញុំអឺមានធុរៈខ្ញុំអាចនឹងសុំចេញមុនម៉ោងអញ្ចឹងណានេះយើងមើលនេះ
វាមានតូនចូលទម្រង់ដូចយើងនិយាយហ្នឹងប៉ុន្តែអ្វីដែលយើងត្រូវចាំគឺ y prime ស្មើនឹង dy នៅលើ dx y prime ហ្នឹងគឺជាអនុគម derivate derivate នេះមានន័យថាម៉េចមានន័យថា derivate នៃ y ធៀបនឹងអថេ x បាទ derivate នៃ y ធៀបអថេ x អញ្ចឹងយើងដាក់ dy នៅលើ dx ស្មើជាមួយនឹង x ការ៉េ y ការ៉េនៅក្នុងជំហាននេះយើងមើលយើងអត់ទាន់ញែកអថេបានទេមែនទេមានន័យថានៅខាងឆ្វេងមាន y ផងមាន x ផងនៅអង្គខាងស្ដាំមាន y ផងមាន x ផងអញ្ចឹងយើងចាប់ផ្ដើមញែកអថេហ្នឹងឲ្យ x ទៅម្ខាង y ទៅម្ខាងអញ្ចឹង y ការ៉េគូទៅមកនៅខាង dy ហើយចំណែកឯ dx គូទៅមកនៅខាង x ការ៉េ dx ពេលដែលមកជួបជាមួយនឹង x ការ៉េគាត់នឹងមកគឺឋានៈគាត់គឺមកគុណជាមួយនឹង x ការ៉េឃើញទេតែឋានៈរបស់ y ការ៉េពេលដែលមកជាមួយនឹង dy គឺគាត់នៅខាងក្រោមវិញគាត់ជាអឺទូចែករបស់ dy វិញឃើញទេនេះយើងថាគ្រូចេះតែទាញបានអញ្ចឹងហើយចុះបើសិនជាកុំទាញកុំកាត់អញ្ចឹងទាញអញ្ចឹងគេវាបញ្យល់គេវាបញ្យល់ហ៎ឥឡូវបើឧមាថាមិនយល់បើថាមិនយល់ខ្ញុំនិយាយអំពី basic នៃសមីការឧមាថាមុនដំបូងយើងមាន dy នៅលើ dx ស្មើនឹងអីគេ x ការ៉េ y ការ៉េតាមវិធានទូទៅរបស់សមីការមិនថាសមីការស្អីក៏ដោយយើងគុណនឹងអង្គទី1លេខប្រមាណគុណនឹងអង្គទី1នឹងស្អីអង្គទី2គុណនឹងស្អីនោះដែរអញ្ចឹងយើងអត់ចង់ឲ្យ dx នៅខាងហ្នឹងឯងយើងត្រូវគុណអង្គទី1នឹង dx អានេះយើងត្រូវគុណអង្គទី2នឹង dx អញ្ចឹងអង្គទី1នេះ dx កាត់មួយ dx អស់វាសល់ប៉ុណ្នេះអញ្ចឹងវាសល់ y x ការ៉េ y ការ៉េ dx ឃើញអត់នៅជាប់អីទៀតនៅជាប់ y ការ៉េនៅអង្គទី2ជាប់ y ការ៉េនៅអង្គទី2យើងមិនត្រូវចែកអង្គទាំងពីរនេះនឹង y ការ៉េចែកនឹង y ការ៉េចែកតែនេះអស់ពីអញ្ចឹង dy លើ y ការ៉េស្មើនឹង x ការ៉េ dx នេះឃើញទេអញ្ចឹងវាងាយអញ្ចឹងតាមវិធានរបស់យើងមិនពេលដែលយើងញែកអថេបានហើយយើងបន្តវាដោយអន្តេក្រានេះអន្តេក្រា dy លើ y ការ៉េវាដូចអន្តេក្រា dx លើ x ការ៉េអញ្ចឹងណាអញ្ចឹងលទ្ធផលចេញអីគេលទ្ធផលចេញអីគេតើចេះរូបមន្តមែនទេកាលពីយើងរៀនមាន1លើ x វាគុណ n អានវាទៅជាដក1លើនេះ n ដក1 n ដក1ដែរបូក c អញ្ចឹង n មកយើងឡើងនេះលេខ2ហ្នឹងអញ្ចឹងទៅសេមកដកសញ្ញាដកដាក់មកវិញ1នៅលើ2ដក1 1ជឿសល់ y ហ្នឹងហើយដក1លើ y ស្មើនឹងអាំង x ការ៉េចេញអីអាំង x ការ៉េគឺអាំង x គុណ n dx អញ្ចឹង n ហ្នឹងឡើងមួយលេខមកហើយភាគបែកហ្នឹងឡើងមួយលេខទៀតមកបាទអញ្ចឹងវាទៅជា x គីបនៅលើ3បូក c ប៉ុណ្ណឹងមិនបាច់ទាញចម្លើយស្អីញញ៉ៃចង់ទាញក៏ទាញទៅប៉ុន្តែខ្ញុំថាមិនបាច់ទាញក៏បានដែរបាទព្រោះនៅក្នុងដំណោះស្រាយគេមានពឹងឲ្យយើងទាញណានេះ GH នឹងឃើញបានអាប៉ុណ្្នឹងមកក៏ទៅបានដែរបាទអូខេតែបើសិនជាយើងចង់ទាញក៏កាន់តែល្អឃើញអត់បាទអញ្ចឹងណាអាហ្នឹងជា process នៅក្នុងការដោះស្រាយជំហានណាបាទអញ្ចឹងនៅក្នុងលំហាត់ខកខគឺធ្វើដូចគ្នាអត់បញ្ហាទេបាទនេះខ្ញុំធ្វើឲ្យតែនេះបាទនេះជាសេចក្តីពន្យល់ណាមិនអាមិញសេចក្តីពន្យល់ទូទ្រោះដល់ពេលនេះគឺធ្វើឲ្យហ្មងអញ្ចឹងណាអញ្ចឹងមុនបងមិនសម័យខាងអញ្ចឹងយើងជួស y ព្រីមនោះឲ្យ dy លើ dx តមកទៀតដាក់ y មកខាង y ការ៉េមកខាងនេះមកដាក់dx មកខាងនេះមកអញ្ចឹងណាហើយអង្គនេះក៏អនុសងខាងតាមរូបមន្តដែលយើងទៅបានមានពីរមិញបាទណាទៅទៀតអឺ អានេះ dy លើ dx ស្មើប៉ុណ្នេះអញ្ចឹងដើម្បីយើងបំបែកបាននេះ dy លើ dx ឲ្យមកស្រេចហើយប៉ុន្តែអា e សេគុណ x ជាមួយនឹង e សេបូកនឹង y នេះវាអត់ទាន់ញែកបានចាហេតុអីបានជាចេញពី e សេគុណ x បូក y ទៅជា e សេគុណ x គុណនឹង e សេគុណ y យើងមិនមានរូបមន្ត a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n ស្មើនឹង a ស្វ័យគុណ m បូក n អញ្ចឹងផលគុណនៃស្វ័យគុណដែលមានគោលដូចគ្នាពេលដែលយើងគុណទៅយើងរក្សាគោលដដែលហើយយើងយកនិតសន្នរបស់វាបូកគ្នាឃើញទេអញ្ចឹងយើងអាចផ្ដាច់បានចង់វាបូក z បូកអីទៅដែរផ្ដាច់វាទៅផលគុណនៃហោហាយអញ្ចឹងរហូតទៅបាទដូច្នេះហើយ e សេគុណ x បូក y គឺស្មើនឹង e សេគុណ x គុណនឹង e ស្វ័យគុណ y ដោយ base លើរូបមន្តរូបមន្តសួរថ្នាក់ទីម៉ាន
nạ tí mát được một nạ tìm vậy cái nhé tăng với nạ tìm vậy máu còn thà cái đầu mà lấy cái đầu bị e mà y đấy ok chắc cái admin ấy chỉ bàn nhà này ừ. Ban phần này hơi ban phần đừng hơi đi ban phần đừng ạ ban phần đừng hơi bởi anh vào tam bị thiên mấy nhưng mình tra quân ông thì mũi những đi ấy làm bây bạn đang đi ấy chờ nhỏ bà chẳng quân ông thì bà gọi ông thì mũi quân đi ấy ông thì phí quân đi ấy đại nè thì nhá phải đi ấy chờ nhá nếu sao đi vài mà nắng y sẽ quân x y sẽ quân y đi và đi x xâm tục bà đi x chẳng mày cánh bên lưng à y vai đấy chẳng chạy từ y vai đừng tới chạy được y vai đừng thấy chẳng về từ gì đi vái nữa là y vái mà nó EX DX nè hay dân ăn thì ra thì tệ ở vậy thì dương tự đẳngគឺយើងចេះតែរូបមន្តអន្តរការនេះ exponential e សេគុណ x ហ្នឹងជាការស្រេចទេ m e x នេះ m e សេគុណ x នេះគឺវាស្មើនឹង e សេគុណ x ដដែលអានឹងងាយស្រួលជាងគេឃើញទេងាយស្រួលជាងគេប៉ុន្តែប៉ុន្តែមិនប៉ុន្តែអង្គមួយនៅលើ e សេគុណ x អីអានេះដូចយើងមានរូបមន្តទេវាបាក់អង្គមិនដឹងអង្គមិនឥឡូវរឿងដែលយើងទៅចេះរូបមន្តណាទី8ទៀត1លើ a សេគុណ n មកនឹង a សេគុណដក n បើបែបនេះយើងនឹងសរសេរនេះ e សេគុណ y នេះនៅខាងក្រោមនេះទៅដាក់ទៅលើទៅអត់ e សេគុណដក y dy ហឹមអានេះបញ្ចេញបានទុកវិញe សេគុណដក y dy វាស្មើដក e សេគុណដក y ស្មើនឹង e សេគុណ x បូក c ចង់សរសេរឲ្យល្អមើលយើងសរសេរ e សេគុណ x បូកនឹង e សេគុណដក y ឧមាអញ្ចឹងណាអីបោះនៅខាងនោះបូក c ស្មើ0សរសេរអញ្ចឹងក៏សេដែរអញ្ចឹងណាចង់សេមិនក៏សេដែរអញ្ចឹងប៉ុណ្នេះខ្ញុំគិតថាអូខេអត់បញ្ហាទេអាចទទួលយកបានអញ្ចឹងសរុបមកវិញដើម្បីដោះលំហាត់នឹងបានទៅចេះរូបមន្តអង្គតិក្រា exponential ទៅចេះរូបមន្តស្វ័យគុណដែលមានគោលដូចគ្នាអានឹងយើងនិទានសន្មបូកគ្នាទៅហើយមួយទៀតចេះបំលែងរូបមន្ត1លើ a សេគុណ n ដែលស្មើ a សេគុណដល់ n ដើម្បីបំលែង exponential 1លើ e សេគុណ y នេះឲ្យទៅជា e សេគុណដល់ y ទើបយើងចេះរូបមន្តអង្គតិក្រាអញ្ចឹងនៅខ្វះអីខ្ញុំនិយាយនេះនៅខ្វះអីនេះនៅខ្វះកន្លែងនេះនេះអង្គប៉ុណ្ណឹងឲ្យមកកន្លែងនេះវាមិនមែនប្រើរូបមន្តនេះណាមែនទេវាមានរូបមន្តក្នុងការប្រើវាគឺ e សេគុណ ax dx ស្មើនឹង1លើ a e សេគុណ ax ឃើញទេអញ្ចឹង e សេគុណដក y dy ក៏ដូរលេខដែរដក1លើដក1លើដក1អញ្ចឹងដក1ដដែល e សេគុណដក y បូក c ឃើញទេអញ្ចឹងអានេះគឺជាអ្វីដែលយើងត្រូវចេះតែចេះប៉ុណ្ណឹងធ្វើលំហាត់នឹងបានឡើងថយបាទអត់មានបាទទេចឹង note សំណួរទុកទៅតិចទៀតដល់ពេលវគ្គសួរសំណួរដែលអត់មានសំណួរសួរណាគេអត់សួរសំណួរសោះហ្នឹងមានន័យថាពេលខ្លះអាចចេះដែរអត់សួរសំណួរអ្នកអត់សួរសំណួរសោះមិនប្រកាសថាអត់ចេះណាអ្នកអត់សួរសំណួរសោះពេលខ្លះគាត់ចេះដែរតែបើអ្នកអត់សួរសំណួរខ្លះអ្នកសួរសំណួរខ្លះក៏ពេលខ្លះមិនប្រកាសថាចេះដែរអញ្ចឹងប៉ុន្តែឲ្យវាមានយូរយូរមកសំណួរវាសំណួរតែពេលដែលសំណួរយើងមកគ្រូដឹងហើយគ្រូដឹងថាអូខេពេលនេះសិស្សរបស់យើងយល់បណ្ណាតែបើយើងអត់សួរសោះក៏គ្រូអត់ដឹងដែរប៉ុន្តែអ្នកខ្លះគាត់សួរដែរប៉ុន្តែសួរអត់គិតទេអត់មានន័យថាខ្ជិលគិតប៉ុន្តែចង់សួរបានចម្លើយអាហ្នឹងក៏ជាប្រភេទមួយអញ្ចឹងមានច្រើនប្រភេទ learning style របស់មនុស្សម្នាក់ៗហ្នឹងមិនដូចគ្នាទេប៉ុន្តែអ្វីដែលយើងចង់បានចុងក្រោយនៃវគ្គហ្នឹងគឺរៀនអីចេះហ្នឹងប៉ុណ្្នឹងទេ style រៀនរបស់យើងមិនអត់បញ្ហាសួរក៏បានមិនសួរក៏បានអត់បញ្ហាប៉ុន្តែរៀនអីចេះហ្នឹងអ្វីដែលខ្ញុំចង់បញ្ជាក់ណាបាទព្រោះពេលខ្លះគេចេះតែឲ្យខ្ញុំសួរពេលខ្ញុំរៀនគេចេះតែឲ្យខ្ញុំសួរមិនក៏ខ្ញុំមិននិយាយមិនទេពួកពេលខ្លះសំណួរខ្លះពេលដែលវាចម្ងល់កើតឡើងនេះខ្ញុំទៅគិតខ្លួនឯងសិនណាគិតខ្លួនឯងសិនគិតខ្លួនឯងគិតឲ្យអស់លទ្ធភាពសិនទៅ search អីផ្សេងសិនឲ្យវាមានបុរេសកម្មមាន proactive មួយនៅក្នុងខួរក្បាលរបស់យើងនឹងហើយសកម្មមែនទែនខ្លួនយើងនឹងទៅស្វែងរកចម្លើយអស់លទ្ធភាពសិនណ៎ពេលដែលយើងបានចម្លើយមកហើយចម្លើយជួនកាលចម្លើយវាខ្ទាស់គ្នាប្រភពផ្សេងចម្លើយវាខ្ទាស់គ្នាយើងមិនអាចមានលទ្ធភាពទៅវិនិច្ឆ័យត្រូវខុសបានអាហ្នឹងទើបយើងទៅសួរគេអញ្ចឹងមិនងាក់ឡើងអត់គិតផងឲ្យសួរផងងាក់ឡើងអត់គិតចាប់សួរហ្មងបាទអ្នកខ្លះខ្ញុំធ្លាប់រៀនជាមួយអត់គិតទេប៉ុន្តែសួរហ្មងដើម្បី
លើកថាខ្លួនឯងនឹងស៊ូបានច្រើនតែលទ្ធផលអត់ប្រសើរទេអញ្ចឹងណាអញ្ចឹងមក learning style របស់គេផ្សេងគ្នាបាទមកវិញណាកុំនិយាយច្រើនពេកនិយាយច្រើនពេកប៉ះពាល់ដល់គេខឹងយើងអូខេអាបែបនេះគឺដូចគ្នាទេអ្នកនរគ្នាយើងមិនបើយើងកុំកាត់យើងមិនត្រូវតែសេចេះហើយគុណ dx ចូលសិនមក dx គុណជាមួយនឹង dy នៅលើ dx ស្មើជាមួយនឹង dx y បូក1 y dx អស់ dx បាទចង់បាត់ y ហ៎ចង់បាត់ y គុណនឹង y ចូលមក y dy គុណនឹង y ចូលមក 2x y បូក1លើ y កាត់ចេញមក dx អញ្ចឹងអ្វីដែលនៅសល់គឺ dy ស្មើនឹង 2x y dy ស្មើនឹង 2x គឺថា y បូក1ចេះថាយើងចែកនឹងអីគេយើងចែកនឹង y បូក1ចែកនឹង y បូក1អានេះអស់សល់តែ 2x dx សំណួរគ្រូចុះអានេះអង្គទាំងសងខាងវាមានអក្សរនេះមកតែយើងមិនឆ្ងល់តែខ្ញុំឆ្ងល់ឲ្យយើងណាថាអានេះមាន y អានេះមាន y បូក1មិនបានគ្រូឯងនឹកឃើញទៅចែកនឹង y បូក1មិនក៏មិនចែកនឹង y អញ្ចឹងណាអេមិនបាននឹកឃើញទៅចែកវាមាន y ផងមាន y បូក1មិនក៏មិនចែកនឹង y មិនក៏ទៅចែកនឹង y បូក1ធ្វើអីឃើញទេអានេះបើសំណួរចឹងមានន័យថាសំណួរល្អណាមូលហេតុដែលយើងចែកនឹង y បូក1ពីព្រោះអីយើងចង់កម្ចាត់ y នឹងចេញពី x y ណាដែលនៅជាមួយនឹង dy ហើយគេសពក៏ដុំរមនាជាមួយគ្នាវាត្រូវហើយយើងចាំបាច់ទៅបបែកគេទៅអីមែនទេអ្វីដែលយើងចង់គោលដៅរបស់យើងគឺញែកអថេពេលនេះ y បូក1នេះវាអត់ទាន់រកផ្ទះឃើញទេវានៅជាមួយនឹង x នៅឡើយទេបើអញ្ចឹងត្រូវចែកវានឹង y បូក1ដើម្បីឲ្យ y បូក1ហ្នឹងរត់មកនៅគ្នាវាគឺជាមួយនឹង y dy អញ្ចឹងឲ្យខាង x ហ្នឹងគេនៅរស់នៅសុខដុមរមនាតែគេដូចសុភាសិតចិនថាម៉េចទឹកអណ្ដូងមិនបំពេញទឹកទន្លេណាអ្នកក្លាហានគេនិយាយចឹងណាបាទហ្នឹងដូចគ្នាចឹង concept ហ្នឹងមិនចឹងបាទចម្លើយដែលខ្ញុំវាយនៅខាងឆ្វេងនេះដូចជាខ្ញុំមិនទាន់អាចផ្ទៀងផ្ទាត់ទេប៉ុន្តែយើងមើលអស់គ្នាទៅនេះពេលអាំងនេះខ្ញុំបារម្ភហើយអត់ចេះអាំងទីក្រាលនេះបាទអត់ចេះអាំងទីក្រាលហ្នឹងពេលដែលយើងអាំងទីក្រាលពពុះបែបនេះ y នៅលើ y បូក1 dy ខាងនេះខ្ញុំដឹងថាអ្នកនរគ្នាយល់ហើយពួកអាំងវាបាន x ក្រេ y នៅលើ y បូក1អាំងមិនទៅទៅស្អីរាងកាយនោះណាឬក៏ស្អីគេមិនបាច់ទេមិនបាច់ទៅចែកអីឆ្ងាយទេ y បូក1ដក1បូក1ដក1វាចេញ y ដដែលដែរឃើញទេពេលហ្នឹងសិស្សនឹងឆ្ងល់ហើយមានអ្នកឆ្ងល់តែមិនហ៊ានស៊ូថៃបានខ្ញុំនឹកឃើញទៅបូក1គ្រូចុះបូកគ្រូឯងបូក2ទេបានអត់បូក2វាបានតែបានតែវាធ្វើវាមិនកើតបូក1មូលហេតុដែលបូក1ដោយសារតែដោយសារតែភ័ក្ត្របែកវាបូក1បើភ័ក្ត្របែកបូក1យើងចង់ឲ្យភ័ក្ត្រយកនឹងអាចសម្រួលជាមួយនឹងភ័ក្ត្របែកបានមួយចំនួននៅពេលដែលយើងផ្ដាច់វាចេញយើងបូក1ចុះបូក1មិនចាំបាច់ដក1បូក1វារំលឹកវាលើបអស់គេអញ្ចឹងទៅដក1វិញពេលណាដែលវានៅសងខាងសញ្ញាស្មើចង់ថែមចង់ថយបានតាមចិត្តប៉ុន្តែធ្វើមិនឲ្យស្មើវិញបាទចង់ថែមជាបូកក៏បានចង់ជាវិធីដកក៏បានចង់ជាវិធីគុណក៏បានចង់ជាវិធីចែកក៏បានប៉ុន្តែគុណក៏ដោយចែកក៏ដោយបូកក៏ដោយដកក៏ដោយទីបំផុតទូទាត់ឲ្យគេស្មើដើមវិញពីព្រោះវានៅសងខាងសញ្ញាស្មើមិនអាចអត់បូកមួយហើយអត់ថែមដកមួយវិញបានទេបាទដល់ពេលអញ្ចឹងយើងចាប់ផ្ដើមផ្ដាច់ y បូក1ម្ដុំតែលើ y បូកដក1លើ y បូក1 dy មានពីរទូចេះទម្លាប់ដាក់មួយចត់ទៅភាសាចេះនេះស្រួលទៅសារលេខ1ដក1លើ y បូក1 dy ប៉ណ្ណឹងអាំងចេញណាអាំងលេខ1មកចេញ y ពួកអាំងធីបនឹងអថេ y តិចមិនចេញ x ធីបនឹងអថេ y អាំងលេខ1នេះវាចេញ y ដល់ពេលអាំងមួយនេះនេះទី1យល់ទេខ្ញុំអាំងមួយនេះឲ្យ y បូក1ព្រីមនៅលើ y បូក1 dy អញ្ចឹងវាចូលរូបមន្ត s ព្រីម x នៅលើ fx s ព្រីម x នៅលើ fx គឺ logarithm ដំណើរការនៃ fx បាទអញ្ចឹងមានទៅស្អីគេពេលដែលយើងដាក់ y បូក1ហ្នឹងមកវាចេញអា y វាចេញលេខ1មកណា y បូក1ព្រីមវាចេញលេខ1មកអញ្ចឹងមិនបាច់ហត់ថែមថយទេចម្លើយប៉ុណ្្នឹងមកបាទងាយទេបាទ
ទៅទៀត device នៅលើ dx ស្មើជាមួយនឹង x e សេគុណ x ក្រេអូខេអានឹងញ៉ៃអត់ឲ្យខ្ញុំមិនបញ្យល់ទៀតទេព្រោះយើងអាចដឹងហើយប៉ុន្តែអ្វីដែលខ្ញុំចង់បញ្យល់ខ្ញុំចង់បញ្យល់នេះពេលដែលយើងកណន័យអន្តរការនេះខ្ញុំធ្លាប់នៅរៀនការខ្ញុំរៀនបញ្ញាបត្រណាបញ្ញាបត្រគណិតណាអឺមានអ្នកគ្រូម្នាក់គាត់ប្រកែកគណិតបាទគាត់ប្រកែកមែនតើមកដល់ពេលអង្គទីក្រៅប្រភេទហ្នឹងគាត់ខូចមកគាត់តាងហ្មងគាត់តាងដោយផ្នែកគាត់តាងអីគេ u ស្មើ x du ស្មើជាមួយនឹង1 dv ស្មើជាមួយនឹង e x ក្រេអញ្ចឹងណាដល់ពេលហើយទាញរក v អញ្ចឹងទៅ d អីចឹងទៅ dv ស្មើនឹងអីគេនេះ dx ហ្នឹងដល់ពេល v ស្មើជាមួយនឹងអង្គទីក្រៅនៃ dx ក្រេនេះគាត់ទៅអាំងទៅនឹងទៅទៀតបាទហើយពេលខ្លះគាត់ធ្វើចឹងមិនបានគាត់ទៅធ្វើចេះទៀត eu មកស្មើ x ក្រេនឹងម្ដងហើយគាត់ព្យាយាមអាំងនេះទៀតគាត់ព្យាយាមអើ d derivative ច្រឡំអាំង derivative អានឹងទៀតឃើញប្រមាណអញ្ចឹងទៅគាត់តាំង dv ស្មើជាមួយនឹង x នេះទៅបាទវាអាចចេញចម្លើយដូចគ្នាចុងក្រោយប៉ុន្តែវាមិនងាយស្រួលសម្រាប់ខ្ញុំមើលឃើញថាខ្ញុំមើលឃើញថាមិនចាំបាច់ទៅដល់នឹងធ្វើអីកាលយើងមានរូបមន្ត ice cream x e សេគុណ f x dx តើពេលណាដែលឃើញពហុធាតុប៉ះ exponential កុំទាន់គិតឲ្យផ្នែកភ្លាមមើលថាទៅគិតរឿងនេះសិនមើលគិតរឿងនឹងទៅមុនសិនមើលបើវាខុសបើវាទៅវាមិនរួចចាំទៅគិតឲ្យផ្នែកអញ្ចឹងអង្គទីក្រាបឲ្យផ្នែកវាមិនមែនតែយកមកប្រើមិនកើតទេប៉ុន្តែទុកវាជា option ទី2ទៅពីព្រោះនៅក្នុងកម្រិតនេះប្រឡងជិត20ឆ្នាំហើយមិនទាន់ឃើញចេញអង្គទីក្រាបឲ្យផ្នែកផងអញ្ចឹងបើអញ្ចឹងអ្វីដែលយើងទៅគិតមុនគឺគិតរឿងនេះមុនបាទគិតរឿងនេះមុនអញ្ចឹងណាអូខេអញ្ចឹងអាំងនេះមកពេល x នេះយើងដាក់ x ការ៉េ x ការ៉េហ្នឹងព្រីមហេតុអីមិននឹកឃើញដាក់ x ការ៉េយើងមិនកំដាក់ x គីព្រីមថាដោយសារនេះយើងមើលស្អីនីតូសនរបស់ e នេះគឺ x ការ៉េអញ្ចឹងយើងត្រូវតែដាក់ x ការ៉េព្រីមព្រោះនីតូសនរបស់ e គឺជា f(x) អានេះគឺជា f ព្រីម x ឃើញអត់តែដាក់ x ការ៉េចង្រៃអីពេលណាយើងដាក់ x ការ៉េព្រីមទៅវាស្មើ 2x តែរបស់យើងនេះវាមានតែ x ហ្នឹងអញ្ចឹងបើមានតែ x មិនប្រើក្បាច់របស់យើងដដែលយើងចែកវានឹង2ចែកទាំងពីរ1លើ2ទុកដដែលអានេះអាំងទៅចេញចម្លើយមកបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះទេហើយចំពោះចំណុចមួយនេះយើងនឹងណែនាំគ្នាក្រោយទៀតដោយសារថ្ងៃនេះខ្ញុំមានធុរៈចឹងខ្ញុំសូមចេញមុនម៉ោងបន្តិចអ្នកនរគ្នាអាចយកលំហាត់ទី4នេះយកទៅធ្វើទៅខ្ញុំមានចម្លើយហើយចាំមកភាគក្រោយចាំខ្ញុំជួបគ្នាថ្ងៃស្អែកទៀតចាំយើងបញ្យល់អានេះបន្តិចហើយបានយើងចូលទៅមានចម្លើយអស់ហើយតាមពិតមិនយើងចូលទៅថ្មីតែម្ដងបាទអូខេអញ្ចឹងអ្នកណាមានសំណួរអាចសួរបានហើយខ្ញុំ stop record តាមហ្នឹងណា